នេះគឺជាអាងទឹកធម្មជាតិថ្មីមួយកន្លែងទៀតហើយដែលទៅរកឃើញនៅមានទឹកថ្លាឆ្វង់ដូចជាកញ្ចក់អញ្ចឹងហើយមកដល់តំបន់មួយនេះគឺខ្ញុំបានជួបទស្សនភាពស្រស់ស្អាតជាច្រើនមែនតើមានតាំងពីពពកថ្ងៃរះថ្ងៃលិចនិងសារ៉ាយដែលដុះផុសចេញពីទឹកនេះមកមើលទៅប្លែកមែនតើសម្រាប់ទីតាំងដែលពួកយើងបានទៅនេះគឺជាតំបន់មួយនៅក្នុងស្រុកស្រែអំបិលខេត្តកោះកុងមុននឹងចូលដល់វីដេអូបងប្អូនកុំភ្លេចចុច follow page ចំណត Explore ផងពេលដែលយើងបាន 300k យើងនឹងមាន giveaway ឲ្យ top fan អញ្ចឹងថ្ងៃនេះខ្ញុំថារ៉ូនឹងនាំបងប្អូនអរគ្នាទៅស្គាល់ទឹកធ្លាក់ថ្មីមួយកន្លែងនេះដែលយើងត្រូវធ្វើដំណើរដោយការជិះទូកនៅទំនប់វារីអគ្គិសនីគិរីរម្យ 3 ខាងលើភ្នំតបជាងសម្រាប់លេខទូរស័ព្ទសហគមន៍ខ្ញុំដាក់នៅក្នុង comment ខាងក្រោមនេះហើយដំណើរកម្សាន្តមួយនេះគឺខ្ញុំបានទៅជាមួយនឹង Oppo A6 Pro ដែលជាដៃគូរួមដំណើរដ៏អស្ចារ្យឥឡូវនេះយើងបានមកដល់ទឹកធ្លាក់ថ្មីមួយកន្លែងនឹងហើយដែលមានឈ្មោះថាទឹកធ្លាក់អូដេកសាកដែលបងប្អូនសហគមន៍នៅលើភ្នំតបជាងនេះទៅតែរកឃើញ 3-4 ថ្ងៃនេះទេពេលដែលមកដល់ហើយឃើញទស្សនភាពទឹកធ្លាក់មួយនេះវ៉ាវខ្លាំងមែនតើព្រោះទឹកមួយនេះថ្លាហើយចាំងដូចត្បូងគ្រីស្តាល់អញ្ចឹងមកពីខាងលើទឹកវិញឆ្លោះដកបាតឃើញទាំងត្រីឃើញទាំងកូនរុក្ខជាតិកំពុងតែរេរាំទៅតាមកម្លាំងទឹកកលេចទៅមើលបងសហគមន៍នៅតំបន់នឹងវិញពួកគាត់ក៏ប៉ុនប្រសពទៀតពេលដែលយើងទៅដល់ភ្លាមហ្នឹងគាត់ចាប់ផ្ដើមរៀបចំបង្កាត់ភ្លើងធ្វើម្ហូបអីសម្រាប់ពួកយើងបងសហគមន៍រៀបចំអាំងមាន់ហ្នឹងពួកខ្ញុំក៏នាំគ្នាមកហាទឹកលេងសិនហើយដូចឃើញចឹងបងប្អូនថាទឹកនឹងគឺថ្លាដូចកញ្ចក់អញ្ចឹងទឹកនេះអត់សូវជ្រៅទេប្រហែលជា1ម៉ែត្រជាងតិចតួចអីទេបងប្អូនហើយពេលដែលហែលចូលមកខាងក្រោមហ្នឹងដូចអាងត្រីដែលគេរៀបក្នុងទូកញ្ចក់បើទឹកវិញឡើងថ្លាខៀវដូចទឹកសមុទ្រចឹងប៉ុន្តែអានេះទឹកសាបឯណាទស្សនភាពក្នុងទឹកស្អាតបែបនេះខ្ញុំក៏បានយកទូរស័ព្ទ Oppo A6 Pro មកថតក្នុងទឹកជាមួយនឹង function underwater ហើយនេះគឺជាវីដេអូដែលខ្ញុំថតចេញពី Oppo A6 Pro ហ្នឹង Oppo A6 Pro នេះមានរូបរាងតូចស្ដើងការ design ខាងក្រោយដូចជាស្រទាប់ផ្កានិងមានពន្លឺភ្លឺផ្លេកទូរស័ព្ទមួយនេះមកជាមួយនឹងមុខងារបង្កើនសេវា AI Link Boost ចឹងពេលដែលយើងចូលព្រៃជ្រៅអីទូរស័ព្ទខ្លះមានសេវាប៉ុន្តែទូរស័ព្ទមួយនេះគឺនៅតែមានសេវាហើយមាន 4G ដែលយើងអាចមើល YouTube ឬមួយក៏ប្រើប្រាស់អ៊ីនធឺណិតបានទៀតអេក្រង់ទូរស័ព្ទវិញគឺភ្លឺច្បាស់រហូតដល់ទៅ 120Hz ចឹងទោះបីជាយើងនៅក្រោមពន្លឺថ្ងៃខ្លាំងក៏នៅតែអាចមើល screen ច្បាស់ទូរស័ព្ទតូចស្រាលប៉ុន្តែថ្មធំរហូតដល់ទៅ 7000A សាកថ្មលឿនដល់ទៅ 80W SuperVOOC Flash Charge សាកមកពេញប្រើរយៈពេលតែ1ម៉ោងទេមានភាពធន់កម្រិតយោធាទោះបីជាធ្លាក់បុកថ្មក៏នៅតែអាចដំណើរការបានធម្មតា Oppo A6 Pro នេះគឺមកជាមួយនឹងមុខងារ AI Beacon Link ជាមុខងារដែលអាចឲ្យយើងទេទៅទូរស័ព្ទ Oppo ផ្សេងទៀតទោះបីជាអត់មានសេវាមុខងារមួយនេះស័ក្តិសមមែនតើសម្រាប់អ្នកដែលគាត់ចូលចិត្តធ្វើដំណើរផ្សងព្រេងចូលព្រៃបោះតង់អីហ្នឹងដូចខ្ញុំមកដល់ទឹកធ្លាក់អូដេកសាច់នេះខ្ញុំបានឲ្យទូរស័ព្ទទៅបងសហគមន៍មួយដើម្បីឲ្យគាត់ស្រួលតាក់ទងខ្ញុំនៅពេលដែលម្ហូបឆ្អិនមាន់ឆ្អិនហើយមាន់ឆ្អិនហើយមកញ៉ាំមាន់បាទឆ្អិនហើយឆ្អិនហើយបាទបងក៏ចង់ឆ្ងល់ទៀតថាអត់មានសេវាផងចេះតែតាក់ទងគ្នាបានដែរហើយនេះជាម្ហូបដែលបងសហគមន៍គាត់រៀបចំឲ្យយើងមើលទៅគឺតំណងមែនតើបងប្អូនជាពិសេសគឺបកងដុតកំពង់អាស័យនេះខ្ញុំគ្រាន់តែទិញបកងមកឲ្យបងសហគមន៍គាត់រៀបចំដុតឲ្យអញ្ចឹងណានេះបកងដុតតំណងកំពង់អាស័យនៅទឹកធ្លាក់យីតំណងណាបកងគេលំធំមកអាំងនេះវិញគឺខ្ញុំទិញពីគាត់ហើយឲ្យគាត់យកមកអាំងនៅលើភ្នំនឹងហ្មងហើយមានដងឡើងប៉ុណ្ណាណៃទៀតហើយលយថងថាកន្លែងទឹកធ្លាក់ហ្នឹងគឺមានថ្មម្ដុំដែលយើងអាចរៀបចំដាក់បាយអីញ៉ាំពីក្នុងទឹកនឹងហ្មងបានទៀតតែបងប្អូនកុំភ្លេចណាពេលតលេងតាមតំបន់ទេសចរពេលញ៉ាំអីហើយកុំភ្លេចប្រមូលសម្រាប់ត្រឡប់មកវិញផងពួកខ្ញុំញ៉ាំអីហើយនេះក៏រៀបចំទុកដាក់ឲ្យបានត្រឹមត្រូវនិងបន្តមកហាទឹកលេងបន្តិចទៀតដោយសារអត់ទាន់អស់ចិត្តទេទឹកធ្លាក់អូដេកសាច់មួយនេះគេទៅតែរកឃើញបាន 4-5 ថ្ងៃណាប៉ុន្តែខ្ញុំតលេង3ថ្ងៃជាប់គ្នាហើយហេតុគឺដោយសារតែទឹកនៅនឹងស្អាតមែនតើបើសិនជាទៅចំពេលមេឃពណ៌ខៀវថ្ងៃចាំងចូលមកទៀតគឺថ្លាខៀវចាំងដោយទឹកសមុទ្រចឹងតែសំខាន់ហ្នឹងគឺវារាក់ងាយស្រួលហាលងាយស្រួលលេងទៀតពួកយើងជិះទូកត្រឡប់មកវិញហ្នឹងគឺបានជួបជាមួយនឹងទស្សនភាពដ៏អស្ចារ្យទៀតគឺសារ៉ាយដុះពាសពេញផ្ទៃទឹកឡើងស្កេស្កាស្ញេះស្ញាស់ប្លែកភ្នែកមែនតើហើយយើងមើលពីលើទូកហ្នឹងទៅដូចជាកញ្ចក់ 3D ដែលផុសចេញមកចឹងនៅខាងក្រោមទឹកហ្នឹងក៏មានកូនត្រីកំពុងតែហែលបលែងលេងជាមួយនឹងសារ៉ាយហ្នឹងទៀតមើលទៅហត់តែប្លែកភ្នែកទៀតអញនិយាយបានថាដំណើរមកស្រែអំបិលលើកនេះគឺបានជួបទស្សនភាពដ៏អស្ចារ្យជាច្រើនមែនតើពីថ្ងៃរះដែលមានអាប់ក្រាស់ខ្មឹកពពកវិញកកកុញស្ទះពេញមេទស្សនភាពបែបនេះគឺមិនងាយជួបតែម្ដងជាពិសេសគឺខ្ញុំបានឃើញជាមួយនឹងឥន្ទនូទៀតប្លង់កន្លែងឥន្ទនូនេះមកជាហៀងឥន្ទនូមកជាហៀងថ្ងៃលិចខ្ញុំលេងវិញអត់ដឹងថាគួរថតមួយណាទុកមួយណាទេតែដើម្បីកុំឲ្យវីដេអូនេះវែងពេកខ្ញុំសូមចាប់តែត្រឹមហ្នឹងហើយបើសិនជាបងប្អូនចង់មើលវីដេអូពេញអាចមើលនៅក្នុង YouTube បានចុងក្រោយនេះអរគុណទៅដល់ Oppo A6 Pro ដែលជាដៃគូរួមដំណើរដ៏អស្ចារ្យមួយនេះសម្រាប់លេខសហគមន៍ខ្ញុំដាក់នៅក្នុង comment ខាងក្រោមអញ្ចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេជួបបងប្អូនអរគ្នានៅវីដេអូក្រោយទៀតបាយបាយ